បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel របស់ស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាឆ្លោះគ្នាបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាឆ្លោះទាស់ទែងជាមួយនឹងមនុស្សប្លែកមុខនេះទីនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងទទួលបានដំណឹងល្អពីផ្លូវឆ្ងាយឬមួយទៀតនោះគឺញាតិមិត្តដែលនៅឆ្ងាយនឹងមកលេងបើសុបិនថាឆ្លោះគ្នាឬក៏កັບចាក់គ្នារហូតដល់មានរបួសចិញ្ចៀមនោះទំនាយទីថាពុកម៉ែបងប្អូននឹងទទួលបានលាភពីការផ្សងសំណាងផ្សេងៗផងដែរសម្រាប់លេខសំណាងចំពោះអ្នកសុបិនគឺលេខ02លេខ08លេខ28លេខ208លេខ288និងលេខ808បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាឆ្លោះទស្សន៍គ្នានេះគឺមានអត្ថន័យនៃការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូម